ជំរាបសួរអ្នកទាំងអស់គ្នាសូមជួយចុច follow ម្នាក់មួយផងអរគុណក្នុងវីដេអូនេះខ្ញុំនឹងនិយាយពីការប្រឡយពាក្យសម្ដីដាក់គ្នារវាងលោកពូទីននិងប្រមុខដឹកនាំរបស់ NATO គឺលោក Marutteលោកពូទីននឹងក៏បានប្រមានអឺរ៉ុបថាប្រសិនបើចង់បង្កសង្គ្រាមរុស្ស៊ីគឺបានត្រៀមខ្លួនរួចជាស្រេចក៏ប៉ុន្តែអឺរ៉ុបប្រហែលជានឹងចាញ់យ៉ាងអាម៉ាស់រហូតដល់គ្មានសល់អ្នកណាសម្រាប់ធ្វើការចរចារកសន្តិភាពភ្លាមៗនឹងដែរលោក Marutte ដែលជាប្រមុខរបស់ NATO នឹងក៏បានប្រមានពូទីនថាសម្ព័ន្ធមិត្តរបស់ខ្លួននឹងក៏បានត្រៀមខ្លួនរួចជាស្រេចដែរដើម្បីប្រឈមមុខនឹងរុស្ស៊ីប្រសិនបើរុស្ស៊ីនឹងហ៊ានបាទនេះគឺជាការប្រឡយពាក្យសម្ដីដាក់គ្នាទៅវិញទៅមកចឹងចង់ដឹងថាតើខ្លឹមសារព័ត៌មានយ៉ាងណានោះតោះទៅស្ដាប់ឲ្យដល់ចប់ទាំងអស់គ្នាលោកអ្នកនឹងបានដឹងទីក្រុងមូស្គូកាលពីថ្ងៃអង្គារសប្តាហ៍នេះប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានប្រមានក្រុមមហាអំណាចអឺរ៉ុបថាប្រសិនបើពួកគេហ៊ានបង្កសង្គ្រាមជាមួយរុស្ស៊ីនោះទីក្រុងមូស្គូត្រៀមលក្ខណៈជាស្រេចដើម្បីប្រយុទ្ធក៏ប៉ុន្តែអឺរ៉ុបមុខជានឹងទទួលបរាជ័យយ៉ាងអាម៉ាស់បំផុតរហូតដល់ថ្នាក់គ្មានសល់អ្នកណាដែលអាចមកចរចារកកិច្ចព្រមព្រៀងសន្តិភាពបានឡើយនេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធទី3ខែធ្នូឆ្នាំ2025ស្របពេលដែលសង្គ្រាមនៅអ៊ុយក្រែនបន្តអូសបន្លាយជិត4ឆ្នាំហើយនោះដែលជាចំនួនដ៏ប្រឡាយបំផុតនៅអឺរ៉ុបគិតចាប់តាំងពីសង្គ្រាមលោកលើកទី2មករុស្ស៊ីនៅមិនទាន់អាចវាយបំបាក់អ៊ុយក្រែនដែលជាប្រទេសតូចជាងខ្លួនឆ្ងាយដែលគ្រប់គ្រងដោយក្រុមមហាអំណាចនិងសហរដ្ឋអាមេរិកនៅពីក្រោយឡើយអ៊ុយក្រែននិងក្រុមមហាអំណាចអឺរ៉ុបបានប្រមានថាប្រសិនបើលោកពូទីនឈ្នះសង្គ្រាមនៅអ៊ុយក្រែននោះប្រធានាធិបតីរុស្ស៊ីអាចនឹងវាយប្រហារលើសមាជិកណាមួយរបស់ NATO ជាការអះអាងដែលលោកពូទីនបានច្រានចោលថាមិនសមហេតុផលទាល់តែសោះនៅពេលដែលត្រូវបានសាកសួរដោយអ្នកកាសែតអំពីការអត្ថាធិប្បាយមួយក្នុងប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីដែលថារដ្ឋមន្ត្រីការបរទេសហុងគ្រីលោក Peter Szijjarto បានប្រមានថាអឺរ៉ុបកំពុងត្រៀមធ្វើសង្គ្រាមប្រឆាំងរុស្ស៊ីលោកពូទីនបានឆ្លើយថារុស្ស៊ីមិនចង់ផ្ទុះសង្គ្រាមជាមួយអឺរ៉ុបនោះទេក៏ប៉ុន្តែលោកបានសង្កត់ធ្ងន់ថាប្រសិនបើអឺរ៉ុបចង់បានសង្គ្រាមជាមួយរុស្ស៊ីហើយចាប់ផ្ដើមវាមុនសង្គ្រាមនោះនឹងបញ្ចប់ទៅយ៉ាងឆាប់រហ័សបំផុតសម្រាប់អឺរ៉ុបរហូតដល់ថ្នាក់អឺរ៉ុបនឹងមិនមានអ្នកណាអាចមកចរចាជាមួយលោកបានឡើយលោកពូទីនបានអះអាងថាសង្គ្រាមនៅអ៊ុយក្រែនគឺមិនមែនជាសង្គ្រាមពេញទំហឹងរបស់លោកនោះទេដោយមកទល់នឹងពេលនេះរុស្ស៊ីគឺមិនបានបញ្ចេញសមត្ថភាពអស់ឡើយក៏ប៉ុន្តែវានឹងពុំដូច្នោះទេក្នុងករណីត្រូវប្រឈមមុខផ្ទាល់ជាមួយនឹងក្រុមមហាអំណាចអឺរ៉ុបគូបញ្ជាក់ផងដែរថាកាលពីខែកុម្ភៈឆ្នាំ2022លោកពូទីនបានបញ្ជាកងទ័ពរុស្ស៊ីរាប់ម៉ឺននាក់វាយលុកចូលអ៊ុយក្រែនដែលបង្កជាការប្រឈមមុខដ៏ធំបំផុតរវាងរុស្ស៊ីនិងលោកខាងលិចគិតចាប់តាំងពីសម័យសង្គ្រាមត្រជាក់យោងតាមការវាយតម្លៃរបស់អាមេរិកបុរសជនជាតិរុស្ស៊ីនិងអ៊ុយក្រែនសរុបច្រើនជាង 1.2 លាននាក់បានស្លាប់និងរងរបួសនៅក្នុងសង្គ្រាមនេះក៏ប៉ុន្តែភាគីទាំងពីរសុទ្ធតែមិនបានបញ្ចេញតួលេខផ្លូវការនោះទេភ្លាមៗនោះដែរមិនយូរប៉ុន្មានក្រោយពីលោកពូទីនបានប្រឡយសម្ដីបែបនេះនៅតាមបណ្ដាញផ្សព្វផ្សាយព័ត៌មានប្រមុខ NATO ក៏បានប្រមានវិញថាសម្ព័ន្ធមិត្តរបស់ខ្លួនបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឈមមុខនឹងរុស្ស៊ីអគ្គលេខាធិការអង្គការ NATO លោក Mark Rutte បានប្រមានកាលពីថ្ងៃពុធទី3ខែធ្នូឆ្នាំ2025នេះថាសម្ព័ន្ធមិត្តរបស់ខ្លួនបានត្រៀមខ្លួនរួចជាស្រេចនិងមានឆន្ទៈក្នុងការការពារទឹកដីប្រឆាំងនឹងរុស្ស៊ីមួយថ្ងៃបន្ទាប់ពីប្រធានាធិបតី Vladimir Putin បានគំរាមអឺរ៉ុបដោយសង្គ្រាមពេញទំហឹងបើយោងតាម New York Post ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស NATO ក្នុងទីក្រុង Brussels លោក Mark Rutte បាននិយាយថាអាកប្បកិរិយាប្រហើនរបស់រុស្ស៊ីរួមទាំងការបំពានដែនអាកាសម្ដងហើយម្ដងទៀតក្នុងអំឡុងពេលនៃការវាយប្រហារលើអ៊ុយក្រែនបានបង្កើនហានិភ័យសម្រាប់សម្ព័ន្ធមិត្តលោកបានលើកឡើងថា NATO គឺជាសម្ព័ន្ធមិត្តការពារយើងនឹងនៅតែជាសម្ព័ន្ធមិត្តការពារដដែលក៏ប៉ុន្តែកុំយល់ច្រឡំយើងត្រៀមខ្លួនរួចជាស្រេចនិងមានឆន្ទៈក្នុងការធ្វើអ្វីដែលចាំបាច់ដើម្បីការពារប្រជាជនរបស់យើងចំនួន 1000 លាននាក់និងធានាទឹកដីរបស់យើងទោះបីជាគ្មានវត្តមានតំណាងអាមេរិកនៅក្នុងកិច្ចចរចានោះក៏ដោយក៏លោក Mark Rutte បានអះអាងថាលោកបានមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយរដ្ឋមន្ត្រីការបរទេសលោក Marco Rubio ដែលបានបើកកិច្ចពិភាក្សាបទឈប់បាញ់ជាមួយមន្ត្រីអ៊ុយក្រែននៅទីក្រុង Miami លោកបានកោតសរសើរចំពោះការចូលរួមរបស់ប្រធានាធិបតី Donald Trump នៅក្នុងការចរចាសន្តិភាពនាពេលថ្មីៗនេះក៏ប៉ុន្តែបានព្រមានថាការសម្រេចបាននៅសន្តិភាពនេះមិនមែនជាអ្វីដែលអាចបញ្ចប់បានដោយត្រង់នោះទេការប្រមាននេះបានធ្វើឡើងខណៈដែលសហភាពអឺរ៉ុបបានបង្ហាញសំណើមួយសម្រាប់ប្រើប្រាស់ប្រហែលពាក់កណ្ដាលនៃទ្រព្យសម្បត្តិរុស្ស៊ីដែលត្រូវបានបង្កកជាង 100,000 លានអឺរ៉ូដែលរក្សាទុកនៅអឺរ៉ុបដើម្បីគាំទ្រដល់រដ្ឋាភិបាលនិងយោធាអ៊ុយក្រែនក្នុងរយៈពេល2ឆ្នាំខាងមុខទៀតប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បាននិយាយថាថ្ងៃនេះយើងកំពុងផ្ញើសារយ៉ាងមុតមាំទៅកាន់ប្រជាជនអ៊ុយក្រែនយើងនឹងនៅជាមួយពួកគេក្នុងរយៈពេលយូរអង្វែង
ប្រទេស Belgium ដែលបានកាន់កាប់ទ្រព្យសម្បត្តិបង្កកភាគច្រើនតាមរយៈក្រុមហ៊ុន Euroclear ដែលមានមូលដ្ឋាននៅទីក្រុង Brussels បានសម្ដែងការស្ទាក់ស្ទើរយ៉ាងខ្លាំងរដ្ឋមន្ត្រីការបរទេស Maxime Prévost បានប្រាប់ថាផែនការប្រើប្រាស់លុយនេះជាវត្ថុបញ្ចាំសម្រាប់ការខ្ចីប្រាក់សំណងបានបង្កហានិភ័យសេដ្ឋកិច្ចហិរញ្ញវត្ថុនិងច្បាប់ធំៗហើយបានព្រមានថា Belgium មិនគួរត្រូវបានទុកឲ្យប្រឈមមុខនឹងហានិភ័យតែម្នាក់ឯងនោះឡើយយ៉ាងណាមិញលោកស្រី von der Leyen បានការពារគម្រោងនេះដោយលើកហេតុផលថាវានឹងពង្រឹងជំហររបស់ទីក្រុងគៀវនៅក្នុងកិច្ចចរចាសន្តិភាពនិងគូបញ្ជាក់ប្រាប់ទីក្រុងមូស្គូថាការបន្តអូសបន្លាយសង្គ្រាមនឹងត្រូវចំណាយថ្លៃដើមខ្ពស់សម្រាប់ពួកគេជាការកត់សម្គាល់សំណើរបស់ EU និងតម្រូវឲ្យមានការអនុម័តជាឯកច្ឆន្ទពីបណ្ដាប្រទេសជាសមាជិកទាំង27នៃប្លុកនេះបាទអញ្ចឹងយើងឃើញថាលោកពូទីននឹងគឺចាប់ផ្ដើមផ្កើនប្រើពាក្យសម្ដីឌឺដងដាក់ខាងអឺរ៉ុបហើយអញ្ចឹងយើងចាំមើលថាតើសង្គ្រាមពាក្យសម្ដីរវាងពូទីននិងខាងអឺរ៉ុបនឹងវាឈានដល់កម្រិតណាបាទអរគុណអ្នកនរគ្នាថ្ងៃនេះពីខ្ញុំទៅគឺមានតែប៉ុណ្្នឹងទេសូមជួយចុច like comment subscribe ម្នាក់មួយផងអរគុណជួបគ្នានៅវីដេអូក្រោយ